សម្ដេចតេជោផ្ដាំផ្ញើសួរសុខទុក្ខកងកម្លាំងកំពុងឈរជើងការពារទឹកដីនិងជនភៀសសឹកដែលភៀសខ្លួនដោយសារពួកចៅឈ្លានពានតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃពុធទី10ខែធ្នូនេះសម្ដេចតេជោហ៊ុនសែនបានចេញសារផ្ដាំផ្ញើសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននឹងកំពុងឈរជើងការពារទឹកដីដល់អង្គអាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចៅឈ្លានពានទឹកដីសម្ដេចក៏សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចៅឈ្លានពានសម្ដេចក៏សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹកសម្ដេចតេជោមានប្រសាសន៍ថាសម្ដេចបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមភូមិថាសូមជួយជាអំបុកល្អជាងជួយជាមីសម្ដេចយល់ថាសំណូមពរនេះសមហេតុសមផលនិងសម្ដេចយល់ថាការផ្ដល់ជាមីនៅតែបន្តជាមួយនឹងការផ្ដល់អំបុកបន្ថែមសម្ដេចតេជោបន្តលើកឡើងថាស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹកសម្រាប់ការវេចខ្ចប់គួរធ្វើត្រឹម1 កញ្ចប់1 គីឡូឬ2 គីឡូសម្រាប់យុទ្ធជនម្នាក់យកទៅតាមខ្លួនប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជូរមកសម្ដេចតេជោមានប្រសាសន៍បន្ថែមថាទទួលទានអំបុកស្រូវថ្មីវាសត្រូវឈ្លានពាន